នេះជាស្ទះដែលចំនួនថ្មីដល់កំណែផុតរបស់អាមេរិកដែលនៅមុខជំនួសសិស្សច្បងធំ B2 Spirit ក្នុងពេលឆាប់ៗនេះតើវាមានអនុភាពកម្រិតណាទៅនេះគឺជា B21 Raider គឺជាយន្តហោះទម្លាក់គ្រាប់បែកបំងកាយចំនួនថ្មីចុងក្រោយបំផុសរបស់អាមេរិកយន្តហោះនេះគឺអាចហោះហើរទៅកាន់គ្រប់ចលហោះទាំងអស់នៅលើពិភពលោកហើយនៅពេលដែលវាហោះនៅលើអាកាសវានឹងរលាយរូបបាត់ឆឹងតែម្ដងពីប្រព័ន្ធរ៉ាដានិយាយចំទៅគឺវាគ្មានរ៉ាដាណាអាចចាប់វាបាននោះទេ B21 នេះត្រូវបានបង្កើតឡើងដើម្បីវាយទម្លុះដែលអាកាសដែលរឹងមាំបំផុតនៅលើពិភពលោកវាអាចកំទេចគោលដៅនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រដោយគ្មានសម្លេងនិងគ្មានអានឡើយរូបរាងបាក់សីរបស់វានេះគឺអាចជួយឲ្យវាគេចផុតពីប្រព័ន្ធរ៉ាដាបានដោយងាយចំណែកផ្ទៃខាងក្រៅរបស់វានេះគឺមានសមត្ថភាពអាចស្រូបយកសញ្ញាពីរ៉ាដាបានថែមទៀតផងវាមិនត្រឹមតែពិបាកតាមដាននោះទេប៉ុន្តែវាស្ទើរតែមិនអាចចាប់សញ្ញាបានតែម្ដងហើយអ្វីកាន់តែពិសេសបំផុតនោះគឺស្ថិតនៅលើខួរក្បាលរបស់វាតែម្ដង B21 ឬក៏ B21 នេះដំណើរការដោយប្រព័ន្ធ Open Software System ដែលមានន័យថាវាអាចធ្វើការអាប់ដេតបានលឿនជាងមុនគ្រប់គ្រងការបញ្ជូនត្រង់ហើយអនាគតទៅវាអាចមានការគ្រប់គ្រងដោយប្រព័ន្ធ AI ថែមទៀតផងយន្តហោះនេះតែមួយគ្រឿងប៉ុន្តែវាអាចបំពេញតួនាទីបានយ៉ាងច្រើនពោលគឺវាអាចហោះហើរតាមអ្នកឯងបានឬក៏អាចដឹកនាំក្រុមដ្រូនចូលប្រយុទ្ធទៅក្នុងសមាគមក៏បានដែរពេលយើងដឹងពីសមត្ថភាពវាហើយគឺពិតជាគួរខ្លាចនិងព្រឹកព្រឹកណាស់យន្តហោះ B21 នេះដំបូងបំផុតគឺត្រូវបានសាកល្បងហោះហើរនៅចុងឆ្នាំ2023ហើយយន្តហោះសាកល្បងជាច្រើនគ្រឿងទៀតកំពុងត្រូវបានផលិតដើម្បីតេស្តសមត្ថភាពមុនឡើងសមាគមជាផ្លូវការគេរំពឹងថាបាសីសទាំងដៃនេះអាចនឹងចូលបម្រើការនៅក្នុងកងទ័ពជើងកាសរបស់អាមេរិកនៅឆ្នាំ2026ពោលគឺនៅឆ្នាំក្រោយនេះហើយវាអាចនឹងបន្តប្រើប្រាស់រហូតដល់ទៅទសវត្សរ៍ឆ្នាំ2080ចំពោះតម្លៃរបស់វាវិញបើតាមការព្យាករណ៍យន្តហោះទម្លាក់គ្រាប់បែកស៊េរីថ្មីនេះនឹងមានតម្លៃប្រហែល$7,000,000ប៉ុណ្ណោះនៅក្នុងមួយគ្រឿងតម្លៃនេះមានន័យថាគឺតិចជាង3ដងនៃតម្លៃយន្តហោះ model ចាស់ B2 ទៅទៀតដែល B2 Spirit មានតម្លៃរហូតដល់ទៅជាង$2,000,000ឯណោះនៅក្នុងមួយគ្រឿងហើយតម្លៃដ៏ថោកនេះមានន័យថាអាមេរិកពិតជាអាចផលិតវាបានរហូតដល់ទៅជាង100គ្រឿងដើម្បីដាក់ប្រយុទ្ធនៅលើសមរភូមិដោយខុសពី B2 Spirit គឺមានត្រឹមតែ21គ្រឿងប៉ុណ្ណោះនៅលើសមរភូមិការបញ្ចេញអាវុធទំនើបនិងកំណែបែបនេះបានបញ្ជាក់យ៉ាងច្បាស់ថាពិភពលោកយើងគឺមិនមានសន្តិភាពនោះទេពលគឺស្ថិតនៅលើកែវសង្គ្រាមជាប់ជាប្រចាំតែម្ដង